Trường cho mấy cái bằng an này này nó còn học trong dễ cản mỗi quý 7 tập ធនធានធម្មជាតិក្នុងដីប្រទេសកម្ពុជាសម្បូរទៅដោយហូបធម្មជាតិដែរមាននៅក្នុងស្រុករវៀងខេត្តព្រះវិហារនៅក្នុងជ័យស្រុកសណ្ដានខេត្តកំពង់ធំបច្ចុប្បន្នក្រុមហ៊ុនចិនបានសង់រោងចក្រស្លដែកនៅចំណុចប្រសពនៃខេត្តស្ទឹងត្រែងព្រះវិហារនិងកំពង់ធំដែលមាននៅស្រុករវៀងខេត្តព្រះវិហារស្រុកអណ្ដូងមាសខេត្តស្រុកតាវែងខេត្តមណ្ឌលគិរីស្រុកថ្មបាខេត្តកោះកុងស្រុកកែវសីមាមណ្ឌលគិរីត្បូងទទឹមនិងត្បូងកណ្ដៀលមាននៅបៃលិនស្រុកកែវកូនមុំនិងលំហាត់ខេត្តរតនគិរីមានត្បូងធម្មជាតិនៅស្រុកគិរីវង្សខេត្តកោះសីមាខេត្តតាកែវមានតែត្បូងមានគុណភាពអស្ចារ្យនៅបៃលិននិងរតនគិរីត្បូងសម្រាប់ធ្វើគ្រឿងអលង្ការនិងនាំទៅលក់នៅបរទេសទៀតផងនៅបាតសមុទ្រនិងបឹងទន្លេសាបមានប្រេងកាតនិងឧស្ម័នធម្មជាតិសប្តាហ៍ថ្ងៃក្រុមហ៊ុនបរទេសកំពុងធ្វើវិនិយោគលើរ៉ែប្រេងកាតនិងឧស្ម័នធម្មជាតិទាំងនោះហូតទ្រព្យរ៉ែទាំងនេះដើម្បីធ្វើឲ្យប្រជាជនយើងមានមោទនភាពជាតិនិងស្រឡាញ់ទឹកដីដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នជានិច្ចក្នុងការទាញយកហូបទ្រព្យធម្មជាតិដ៏មានតម្លៃទាំងនេះ